ខែចែកចូលឆ្នាំតាមចំណាំគេទៅលេងវត្តចុះបើឆ្នាំនេះសាក់មកលេងនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តម្ដងមើលថាទទួលបានអារម្មណ៍រំភើបមិនដែរនៅក្នុងនាយមនេះគឺជាទីតាំងនៅតាមតំបន់នីមួយៗដែលពុកម៉ែបងប្អូនគួរតែដឹងនៅក្នុងថ្ងៃព្រឹត្តិការណ៍នគរសង្ក្រាន្តដោយទីតាំងទាំងអស់នោះរួមមាននៅខាងមុខព្រះបរមរាជវាំងសួនច្បារសងខាងស្ពាននីផ្លូវថ្មើរជើងចាក់ទុំមុខសាទូតំពងបាក់សាក់ឡែននិងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនពីសកម្មភាពខ្លះៗនៅតាមតំបន់នីមួយៗហើយចង់ដឹងថានៅថ្ងៃកម្មវិធីផ្ទាល់គេរៀបចំមិនខ្លះសប្បាយមិនខ្លះទៅជាមួយខ្ញុំទាំងអស់គ្នាទីកន្លែងដែលខ្ញុំកំពុងតែឈរនេះគឺនៅខាងមុខព្រះបរមរាជវាំងដោយទស្សនវិជ្ជាជាក់ស្ដែងនៅថ្ងៃព្រឹត្តិការណ៍ហ្មងទីនេះគឺមានរៀបចំនៅកម្មវិធីជាច្រើនហើយកម្មវិធីទាំងអស់នោះរួមមានការលេងល្បែងទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្តការដង្ហែក្បួនព្យុហយាត្រានានាក៏ដូចជាការដង្ហែក្បួនព្រះពុទ្ធបដិមាជាដើមចុះល្បែងប្រជាប្រិយគេលេងនៅណាសម្រាប់ការលេងល្បែងប្រជាប្រិយពុកម៉ែបងប្អូនអាចអញ្ជើញមកលេងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះបានហើយនៅទីនេះទៀតសោះគេមិនលេងតែល្បែងមួយមុខទេគេមានសម្ដែងជូននៅរបាំប្រជាប្រិយប្រពៃណីនិងបុរាណទៀតហើយលើពីនេះទៀតក៏មានគុណចម្រុះទៀតផងអញ្ចឹងកុំភ្លេចលេងទាំងអស់គ្នាណាចំណែកទីកន្លែងមួយនេះគឺមានឈ្មោះថាភូមិវប្បធម៌នៅទីនេះក្រៅពីការលេងល្បែងប្រជាប្រិយការសម្ដែងជូននៅផ្ទាំងទស្សនីយភាពដ៏អស្ចារ្យភូមិវប្បធម៌មួយនេះក៏មានការដាក់បង្ហាញនៅផ្ទះបុរាណខ្មែរជាច្រើនជាពិសេសគឺមានការបង្ហាញពីកម្មវិធីសាសនានានាក៏ដូចជាការបង្ហាញនៅជីវភាពរស់នៅរបស់ប្រជាជនខ្មែរប្រចាំថ្ងៃតែម្ដងហើយនៅទីនេះទៀតសោតក៏មានកម្មវិធីពិសេសមួយគឺការប្រកួតអុកយៈទៀតទីកន្លែងដ៏រំភើបនិងពោពេញទៅដោយភាពសប្បាយរីករាយក៏មិនមានតែប៉ុណ្្នឹងដែរនៅផ្សារទូតំពងនៅបាសាក់ឡែនក៏គេមានរៀបចំកម្មវិធីសប្បាយៗជាច្រើនដូចគ្នានេះគាត់ជាកាយរាប់ទូគឺមានអារម្មណ៍ថារំភើបនិងសប្បាយចិត្តប៉ុណ្ណឹងហើយចុះទៅមកថ្ងៃកម្មវិធីម្ដងមែនតើទៀតតើសប្បាយចិត្តនិងរំភើបខ្លាំងប៉ុណ្ណាជាក់ស្ដែងនៅក្នុងកម្មវិធីទៀតសោគឺគេមានរៀបចំនៅកម្មវិធីជាច្រើនហើយក៏ដូចជាល្បែងប្រជាប្រិយជាច្រើនសម្រាប់បម្រើអារម្មណ៍ជូនពុកម៉ែបងប្អូនហើយព្រឹត្តិការណ៍នគរសង្ក្រាន្តគឺរៀបចំឡើងរយៈពេល6ថ្ងៃដោយគិតចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី19ខែមេសាឆ្នាំ2026ខាងមុខនេះហើយអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញចូលរួមបានចាស់កកណាឆ្លៀតនៅក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តប្រជាជនទូទាំងប្រទេសក៏ដូចជារូបខ្ញុំបាទសូមផ្ញើសេចក្តីនឹករលឹកទៅដល់បងប្អូនជនភៀសទឹកហើយក៏សូមរលឹកដឹងគុណទៅដល់វីរៈកូនតបជួមុខដែលពួកគាត់ខំលះបង់កម្លាំងកាយកម្លាំងចិត្តនៅក្នុងការការពារទឹកដីមាតុភូមិរបស់ពួកយើងហើយពួកយើងនៅទីនេះមិនថានៅក្នុងស្ថានភាពបែបណាពួកយើងនៅតែបន្តនៅក្បែរនិងផ្ដល់ភាពកក់ក្ដៅជូនពួកគាត់ជានិច្ចហើយឆ្លៀតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះខ្ញុំសូមគោរពជូនពរឲ្យពួកគាត់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងឈ្នះអស់មេសត្រូវជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026